អ្នកលក់ដូរចំណាំមុខទុកបុរសដាច់យ៉ៃម្នាក់នេះជិះម៉ូតូដើរលួចគេច្រើនករណីមុខសញ្ញាដដែលលួចទាំងស្រាបៀរអាគុយខ្ទឹមសតាមតូបចាប់ហួយចានៅពេលថ្មីនេះតាមរយៈគណនីម្ចាស់ផ្ទះចាដែលជាអ្នកបើកលក់អីវ៉ាន់ចាប់ហួយចាបានបង្ហោះវីដេអូកាមេរ៉ាសុវត្ថិភាពតាក់ទិនទៅនឹងករណីបុរសដាច់យ៉ៃម្នាក់ចាបានជិះម៉ូតូទៅលួចស្រាបៀររបស់ខ្លួនអស់ចំនួន2កេសចានឹងជិះរត់គេចបាត់ស្រមោលចាក្រោយពីមានការបង្ហោះបែបនេះក៏មានស្ត្រីម្នាក់ទៀតបានធ្វើការបង្ហោះវីដេអូសកម្មភាពចាប់បុរសដែលសង្ស័យថាជាអ្នកលួចស្រាបៀរខាងលើបានលួចយកខ្ទឹមសរបស់ម្ដាយរបស់ខ្លួនចំនួន1បាវធំចានៅក្នុងបុរីមួយកន្លែងផងដែរមិនត្រឹមតែប៉ុណ្ណោះរូបគេក៏ត្រូវបានសង្ស័យជាមុខសញ្ញាលួចអាគុយដោយត្រូវបានគេថតជាប់សកម្មភាពលួចយកអាគុយមួយករណីផ្សេងទៀតផងដែរចាចំពោះករណីទី4បុរសខាងលើចាត្រូវបានគេប្រទះលួចស្រាបៀរគេបន្ថែមទៀតចំនួន2កេសចានៅផ្ទះលក់ចាប់ហួយមួយកន្លែងចាខណៈរាល់ពេលធ្វើសកម្មភាពជនសង្ស័យតែងតែជិះម៉ូតូម៉ាកYamaha Cubic ពណ៌ទឹកប្រាក់ចាតាមរយៈសកម្មភាពលួចនឹងថតជាប់បានស្ដែងនេះចាមហាជនបានសង្ឃឹមថាបុរសខាងលើនឹងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានឆាប់ជៀសវាងដើរបង្កបទល្មើសនៅក្នុងភូមិសាស្ត្របន្តទៀតដែលជាកត្តាសំខាន់ដល់ជីវភាពចាក៏ដូចជាសកម្មភាពលក់ដូររបស់អាជីវករចាប់ហួយនៅតាមផ្ទះ